មានបរោះម្នាក់ឈ្មោះអ៊ីសាញុយនៅឈរក្នុងបន្ទប់សុកស្រាប់តែឆ្លងភពទៅសម័យសង្គ្រាមបុរាណសាមូរ៉ៃអ៊ីសាញុយភ័យឡើងញ័រផ្លោករត់ឆ្លេឆ្លាក៏បានទៅដល់ទ្វារចាស់មួយហើយមិនគិតច្រើនក៏ចូលទៅដល់រោងថ្មក្រោមដីមួយឃើញសត្វសាក់សពអាពួយអាចៅសៀមងាប់ពេញនឹងហើយក៏បានចេញក្រៅមកដល់ព្រៃចម្លែកមួយព្រៃរបាយយកនឹងដើរមកផ្លេតក៏ដល់ទឹកបឹងមួយចម្លែកត្រង់ព្រៃរបាយយកនឹងក៏ប្រែជាពណ៌ក្រហមអ៊ីសាញុយអត់ខ្វល់ស្រេកទឹកពេកក៏បានផឹកទឹកបឹងនោះស្រាប់តែនឹកតែនៅសុកក៏មានអាញាបកាច់ចូលចេញមកផ្លុំភ្លើងឆេះពេញខ្លួនអាសង្ហាអ៊ីសាញុយអ៊ីសាញុយស្រែកយ៉ាងខ្លាំងហើយក៏ប្រញាប់លោតចូលទឹកបឹងនោះលិចទឹកព្រូងមួយសំតោះមកអ៊ីសាញុយក៏ផុសចេញពីក្នុងចេះរៀងសង្ហាដែលនារីប្រថាក៏និយាយថាបងអើយចង់សុំ5ចានទៀតចង់ប្រាប់ថាឆ្ងាញ់ទឹកចាលុយអេម៉ងក្រោយពីបាននិយាយពាក្យពេចន៍ដ៏សែនអត់ប្រយោជន៍ហើយអ៊ីសាញុយក៏បានដើរចេញទៅដើរទៅក៏បានទៅដល់កន្លែងផ្ទះជាងដែកផលិតអាវុធដ៏ចៃដន្យអ៊ីសាញុយក៏បានសម្រេចចិត្តផលិតដាវទេពដោយខ្លួនឯងដោយប្រើរូបភាពចម្លែកទាំងអស់រួមបញ្ចូលគ្នាក៏បានសម្រេចហើយអ៊ីសាញុយក៏បាននិយាយអញនឹងអនុញ្ញាតខ្លួនឯងទៅកាត់ផ្លោកអានេះក៏ចង្រៃយូរនឹងចោលអ៊ីសាញុយមិនត្រឹមតែបានផលិតដាវទេពតែប៉ុណ្ណោះទេគាត់បានផលិតអាវក្រោះរចនាម៉ូដតាមឈុតពួកមេតបសាមូរ៉ៃសង្គ្រាមពាក់ដែលគ្មានអាវុធណាអាចតលុះបានសូម្បីតែភ្លើងក៏អាចការពារបានដែរគាត់ក៏បានប្រើយុទ្ធសិលរន្ទះភ្លើងបាញ់ទម្លុះដំបូលផ្ទះដើម្បីហៅអានាគនឹងមកដើម្បីប្រយុទ្ធគ្នាស្លាប់រស់មួយស្មើនាគចេញមកហើយក៏បានផ្លុំភ្លើងដាក់គាត់តែគាត់ក៏បានការពារដោយអាវក្រោះរបស់គាត់ហើយអ៊ីសាញុយក៏បានលោតប្រើកំពេចពុកដ៏ធំរបស់គាត់ទួយដាក់កណ្ដាលទូនាគនោះឡើងចង់ខ្ងាក្រោយហើយក៏បានកំបាំងកាយជិះលឿននាគអានាគនោះក៏បានហោះទៅរកកន្លែងមួយដើម្បីប្រយុទ្ធគ្នាគឺនៅប្រាសាទឋានទេវតាអញបានបង្កើតអាវក្រោះដែលពីក្រោយខ្នងការពារមិនឲ្យភ្លើងដុតបានហើយអញក៏ដឹងទៀតថាឯងជាសត្វសម្លាប់មិនចេះស្លាប់អញនឹងរកចំណុចខ្សោយឯងឲ្យទាល់តែឃើញនិយាយហើយគាត់ក៏រកគ្រប់វិធីដើម្បីរកចំណុចខ្សោយនាគនោះវេលាប្រយុទ្ធគ្នាយ៉ាងយូរអង្វែងស្រាប់តែពេលនេះអ៊ីសាក៏បានសង្កេតឃើញថានៅចំកណ្ដាលពួកនាគនោះមានលក្ខណៈខុសប្លែកក៏សម្រេចទះពួកនាគលទ្ធផលគឺបានសម្លាប់នាគនោះបានជោគជ័យហើយក៏បានខ្វេះបានពួកនាគនោះក្លាយទៅជាសុខនាគមួយក្រោយពីបានសម្លាប់សត្វនាគនោះហើយអ៊ីសាក៏បានមកសម្អាតខ្លួនព្រមទាំងសុទ្ធនាគនោះនៅក្នុងទឹកបឹងក្រហមវេលានោះសុទ្ធនាគនោះក៏បានប្រះបែកញាស់ចេញជាកូននាគមួយដ៏ខ្ជូតទាន់តែស្លេកស្លាំងចឹងហើយបានអ៊ីសាលោកក៏បានបញ្ចូលវេទមន្តខ្លះទៅកូននាគនោះទើបកូននាគប្រែជាសភាពធម្មតាវិញច្រើនឆ្នាំកន្លងផុតទៅអ៊ីសាបានហាត់វិជ្ជាគុណកំពូលបានសម្រេចដែលមានយុទ្ធសិលខ្លាំងក្លាដែលមានអានុភាពស្មើនឹងអាទិទេពគាត់ក៏បានសម្រេចចិត្តទៅកម្ចាត់បិសាចចោលឲ្យអស់នៅក្នុង